វីដេអូនេះខ្ញុំបង្ហាញពីការបង្កើត account TikTok អាមេរិកនៅក្នុងទូរស័ព្ទដៃរបស់យើងអញ្ចឹងយើងចូល app TikTok មកហើយយើង follow តាមខ្ញុំកន្លែងដែលខ្ញុំចុច add account នេះហើយបន្ទាប់មកយើង change កន្លែង Cambodia នេះយើងប្រើប្រទេសអាមេរិកមក United States ហ្នឹងហើយ United States អញ្ចឹងយើងប្រើមកអាមេរិកមកបញ្ជាក់ខ្ញុំអត់ប្រើ VPN ទេខ្ញុំប្រើ internet ខ្មែរធម្មតាហើយសម្រាប់ការបង្កើត account ប្រើ email យើងដាក់ email យើងបាន verify email account TikTok របស់យើងហើយអញ្ចឹងយើង app ចូលទៅក្នុង app TikTok របស់យើងទៅយើងឃើញថាកន្លែង email ហ្នឹងវាឡើង load ក្រហមហើយដោយសារយើងបាន verify បន្តមកទៀតយើងscroll ទៅយើងនឹងមានភាពខុសគ្នាពី account ខ្មែរយើងហើយដោយសារវាមានអា Steam នេះ Steam ហ្នឹងខុសពី account ខ្មែរយើងគឺអត់មាន option ហ្នឹងទេហើយមួយវិញទៀតយើងចូលកន្លែង monetize program ដោយសារតែគ្នាយើងអត់សួរតាក់ទងជាមួយនឹងការបង្កើត account TikTok អាមេរិកដើម្បីរកលុយអញ្ចឹងណាអញ្ចឹងយើងចូលទៅកាន់ account របស់យើងទៅហើយបន្តមកយើងចុចអា tray 3ខាងលើហ្នឹងយើងយកកន្លែង TikTok Studio ហើយយើង scroll មកក្រោមមកយើងចុចកន្លែងមក pay to get pay ហ្នឹងហើយយើងចូលមកផ្ទាំងមួយទៀតយើងចូលកន្លែង creator reward program អញ្ចឹងយើងចូលមកកន្លែងហ្នឹងមកវានឹងបង្ហាញពីការថាតើយើងត្រូវធ្វើអីគេខ្លះដើម្បីឲ្យគ្រប់លក្ខខណ្ឌក្នុងការ apply យក program reward ពី TikTok រកលុយពី TikTok អញ្ចឹងណាវីដេអូហ្នឹងតែ